នៅក្នុងគ្រួសារមួយដែលមានពីរអ្នកប្តីប្រពន្ធជាកូនកំព្រារាល់ថ្ងៃពួកគេខិតខំប្រឹងប្រែងរកស៊ីធ្វើការងារជារៀងរាល់ថ្ងៃហើយអ្នកទាំងពីរអ្នកប្តីប្រពន្ធក៏បានរាប់អានស្ត្រីចំណាស់ម្នាក់យកធ្វើជាម្ដាយធររបស់ពួកគេម៉ែខាន់មកលេងកូនច្រើនខែមកហើយតើកូនយ៉ាងម៉េចដែរកូនរកស៊ីទទួលបានផលប្រសើរល្អដែរទេកូនបាទម៉ែការងារគ្រប់បែបយ៉ាងទទួលបានផលល្អជាទីគាប់ចិត្តចុះតើអ្នកម៉ែវិញសុខសប្បាយដែរទេកូនមិនដែលបានទៅលេងអ្នកម៉ែពី3ខែមកហើយម៉ែសុខសប្បាយធម្មតាទេណាកូនហើយម៉ែក៏មានការនឹករលឹកដល់កូនទើបបានជាម៉ែនេះមកលេងកូនទាំងពីរនាក់ដល់ផ្ទះតែម្ដងទៅណាកូនតែម៉ែក៏ពិបាកដោយសារតែខ្ញុំទាំងពីរនាក់អីបើសិនជាពេលក្រោយអ្នកម៉ែចង់មកលេងពួកខ្ញុំអ្នកម៉ែឲ្យគេហៅខ្ញុំទៅខ្ញុំទាំងពីរនាក់នឹងទៅគ្រប់ពេលម៉ែនេះចង់ដើរលំហែកាយដោយសារតែម៉ែគិតថានៅតែមួយកន្លែងវាពិបាកចំណែកការងារនៅផ្ទះវិញក៏មានអ្នកបម្រើគេធ្វើជំនួសអ្នកម៉ែគួរតែសម្រាប់ឲ្យបានច្រើនជាងធ្វើការទោះបីជាអ្នកម៉ែមានអ្នកបម្រើច្រើនយ៉ាងណាក៏ដោយប៉ុន្តែអ្នកម៉ែនៅតែធ្វើការងារដោយខ្លួនឯងបែបនេះគេហៅថាមនុស្សចាស់នៅមិនសុខទេណាកូនចេះតែដើរធ្វើការងារគ្រប់បែបយ៉ាងអញ្ចឹងម៉ែគិតថាទៅផ្ទះវិញសិនហើយដោយសារតែម៉ែមានការងារមួយចំនួនទៀតនៅផ្ទះលោកមេភូមិចាអ្នកម៉ែចាំពេលណាដែលកូនទំនេរកូននៅទៅលេងឬមួយក៏អ្នកម៉ែឲ្យអ្នកណាហៅកូនទៅពេលណាក៏បាននៅពេលដែលគាត់បានធ្វើដំណើរទៅដល់ផ្ទះរបស់គាត់វិញស្រាប់តែគាត់មានគំនិតចង់ធ្វើបាបកូនធွာរបស់គាត់អាចកឯងឆាប់មកនេះមកយើងមានរឿងមួយចង់ឲ្យឯងធ្វើឯងមកនេះឲ្យលឿនមកណាអាចកគោរពលោកសថីនីតើលោកសថីនីមានអ្វីចង់ប្រើឲ្យខ្ញុំធ្វើមែនទេខ្ញុំនឹងទៅធ្វើនៅពេលនេះភ្លាមណាលោកសថីនីឯងប្រញាប់ធ្វើដំណើរទៅស្ទាក់ផ្លូវលោកដង្ខៅភ្លាមទៅគាត់ធ្វើដំណើរមកដល់ជិតភូមិរបស់យើងហើយទៅស្ទាក់ផ្លូវគាត់មកនៅពេលនេះភ្លាមមកលោកដង្ខៅកំពុងតែធ្វើដំណើរទៅទិញក្រណាត់លោកសថីវាសនាមែនទេលោកសថីនេះមែនហើយយើងចង់ជួបលោកដង្ខៅនៅពេលនេះដូច្នេះឯងធ្វើយ៉ាងណាក៏ដោយត្រូវទៅហៅលោកដង្ខៅឲ្យបានមុនពេលដែលលោកដង្ខៅទៅផ្ទះកូនធွာរបស់យើងបាទលោកសថីនេះខ្ញុំនឹងទៅចាត់ការនៅពេលនេះភ្លាមតែម្ដងសង្ឃឹមថានឹងទៅដល់ទាន់ពេលតាមអ្វីដែលលោកសថីនេះចង់បានទោះបីយើងរាប់អានឯងជាកូនធွာក៏ដោយប៉ុន្តែយើងក៏មិនចង់ឲ្យគ្រួសារឯងរកស៊ីមានបានជាងគ្រួសាររបស់យើងត្រូវតែរៀបរៀងគ្រប់បែបយ៉ាងចំណែកទាំងពីរអ្នកប្តីប្រពន្ធកំពុងតែនៅក្នុងឃ្លាំងក្រណាត់របស់ពួកគេដោយពួកគេទាំងពីរនាក់កំពុងតែរង់ចាំលោកដង្ខៅទៅទិញក្រណាត់យើងចាំអស់រយៈពេលច្រើនម៉ោងប៉ុន្តែហេតុអ្វីបានជាលោកដង្ខៅនៅតែបន្តមកដល់ទៀតអញ្ចឹងក្រែងគាត់បានណាត់ពួកយើងមកយកក្រណាត់នៅថ្ងៃនេះមែនទេបងក៏មិនដឹងដែរមិនដឹងថាហេតុអ្វីបានជាពេលនេះលោកដង្ខៅនៅតែបន្តមកដល់ទៀតឬមួយក៏លោកដង្ខៅគាត់កំពុងតែរវល់ទេដឹងរវល់យ៉ាងណាក៏ដោយគាត់គួរតែមកដល់តាន់ពេលហើយអ្នកបងនៅពេលនេះអ្នកភូមិរបស់យើងគេនឹងដុតស្រែនៅក្រោយផ្ទះរបស់យើងខ្ញុំខ្លាចតែភ្លើងមកដល់ទីនេះហើយឆាប់ឆេះឃ្លាំងរបស់យើងទេវាប្រកាសជាការពិតមែនហើយក៏ព្រោះតែរដូវនេះអ្នកភូមិត្រូវការដុតស្រែដើម្បីយកស្រែធ្វើស្រូវប្រាំងដូច្នេះបើសិនជាអ្នកភូមិគេដុតវាប្រកាសជាមានផលគ្រោះថ្នាក់ជាមិនខានអញ្ចឹងតែយើងគួរតែធ្វើយ៉ាងម៉េចទៅយើងគួរតែហាមឃាត់អ្នកភូមិសិនតើល្អទេក៏ព្រោះតែខ្ញុំខ្លាចមានបញ្ហាណាបងប្រហែលជាមិនអីទេដោយសារតែថ្ងៃនេះលោកដង្ខៅកំពុងតែណាត់ពួកយើងអញ្ចឹងយើងរងចាំគាត់បន្តទៀតសិនទៅប៉ុន្តែបើសិនជាអូនមានការភ័យខ្លាចចាំបងទៅប្រាប់អ្នកភូមិកុំឲ្យអ្នកភូមិគេដុតស្រែនៅថ្ងៃនេះចាបងអញ្ចឹងបងទៅប្រាប់អ្នកភូមិសិនទៅខ្ញុំខ្លាចមានបញ្ហាឆេះដល់ឃ្លាំងរបស់យើងចំណែកលោកដង្ខៅក៏បានមកដល់ផ្ទះរបស់លោកសថីនីហើយលោកសថីនីក៏បាននិយាយបញ្ចុះបញ្ចូលលោកដង្ខៅឲ្យទិញក្រណាត់របស់គាត់ដើម្បីរារាំងលោកដង្ខៅមិនឲ្យទៅទិញក្រណាត់របស់កូនធွာ
ខ្ញុំមកដល់ទីនេះគឺមានការណាត់ជាមួយលោកសេដ្ឋីវាសនាដូច្នេះខ្ញុំមិនអាចទិញក្រណាត់អ្នកណាក្រៅពីលោកសេដ្ឋីវាសនាបានទេខ្ញុំប្រកាសជាមិនអាចទទួលទិញបានទេណាលោកសេដ្ឋីនេះបើលោកដង្ខៅមិនអាចទិញក្រណាត់របស់ខ្ញុំបានចាំខ្ញុំនឹងបញ្ចុះតម្លៃឲ្យលោកដង្ខៅទិញទាល់តែបានតើលោកដង្ខៅយល់ព្រមដែរទេតើនិយាយជាការពិតមែនទេលោកសេដ្ឋីនេះដែលលោកសេដ្ឋីនេះនឹងបញ្ចុះតម្លៃឲ្យខ្ញុំបើសិនជាបញ្ចុះតម្លៃខ្ញុំទិញយកខ្ញុំនឹងបញ្ចុះតម្លៃ 10% សង្ឃឹមថាលោកដង្ខៅនឹងព្រមទិញក្រណាត់ខ្ញុំនៅពេលនេះក៏ព្រោះតែខ្ញុំនេះកំពុងតែត្រូវការប្រាក់អញ្ចឹងមិនអីទេចាំខ្ញុំនឹងបញ្ជាឲ្យកូនចៅរៀបចំរទេះដាក់នៅពេលនេះតែម្ដងហើយខ្ញុំប្រកាសជាអត់បានទៅទិញក្រណាត់លោកសេដ្ឋីវាសនាឡើយក៏ព្រោះតែខ្ញុំបានទិញក្រណាត់លោកសេដ្ឋីនេះរួចបន្ទាប់មកលោកដង្ខៅក៏បានទិញក្រណាត់របស់លោកសេដ្ឋីនេះដោយលោកដង្ខៅមិនបានទៅទិញក្រណាត់របស់លោកសេដ្ឋីវាសនាតាមការណាត់ឡើយនៅពេលយប់ក៏បានមកដល់លោកសេដ្ឋីនេះដែលជាម្ដាយធម៌របស់លោកសេដ្ឋីវាសនាក៏បានបញ្ជាឲ្យកូនចៅគាត់ទៅលួចដុតឃ្លាំងក្រណាត់របស់លោកសេដ្ឋីវាសនាតែអ្នកណាទៅហេតុអ្វីបានជាមានកំណត់អាក្រក់ដុតឃ្លាំងរបស់យើងបែបនេះតែអ្នកណាទៅហេតុអ្វីបានធ្វើបែបនេះបងត្រូវតែស៊ើបឲ្យបានដឹងការពិតតើអ្នកណាទៅហេតុអ្វីបានជាថ្លើមធំហ៊ានធ្វើទង្វើថោកទាបបែបនេះនៅពេលនេះពួកយើងគួរតែនាំគ្នាឲ្យអ្នកភូមិឲ្យជួយពន្លត់ភ្លើងសិនទៅទាំងពីរអ្នកប្តីប្រពន្ធក៏បានហៅអ្នកបម្រើឲ្យអ្នកភូមិឲ្យជួយពន្លត់ប៉ុន្តែពួកគេមិនអាចពន្លត់ភ្លើងបានឡើយដោយសារតែភ្លើងបានឆាប់ឆេះខ្លាំងពេករយៈពេល1ខែក្រោយមកនៅផ្ទះលោកសេដ្ឋីនីកូនទាំងពីរនាក់ហេតុអ្វីបានជាមកដល់ផ្ទះរបស់ម៉ែបែបនេះម៉ែសុំទោសដែលម៉ែមិនបានទៅលេងកូនអស់រយៈពេល1ខែចាប់តាំងពីឃ្លាំងក្រណាត់របស់កូនត្រូវបានភ្លើងឆេះមិនអីទេណាម៉ែខ្ញុំមកនេះមានរឿងចង់និយាយជាមួយម៉ែខ្ញុំរាប់អានម៉ែដូចជាម្ដាយបង្កើតរបស់ខ្ញុំហើយអ្វីបានជាម៉ែបញ្ជាឲ្យកូនចៅទៅដុតឃ្លាំងក្រណាត់ខ្ញុំបែបនេះកំពុងតែនិយាយអីនឹងកូនឯងកំពុងតែនិយាយពីអ្វីហ្នឹងម៉ែមិនបានបញ្ជាឲ្យកូនចៅធ្វើរឿងបែបនេះទេណាកូនខ្ញុំអាចធ្វើជាសាក្សីបាននៅថ្ងៃដែលលោកសេដ្ឋីនេះហៅខ្ញុំមកដល់ទីនេះបានបញ្ចុះតម្លៃក្រណាត់ឲ្យខ្ញុំទិញក្រណាត់លោកសេដ្ឋីនេះហើយលោកសេដ្ឋីនេះក៏បានបញ្ជាឲ្យកូនចៅទៅលួចដុតឃ្លាំងក្រណាត់របស់លោកសេដ្ឋីវាសនាខ្ញុំបានដើរទៅផ្សារហើយបានឮកូនចៅរបស់ម៉ែនិយាយច្បាស់ណាស់ថាម៉ែជាអ្នកបញ្ជាហើយនៅពេលនេះកូនចៅរបស់ម៉ែកំពុងតែនៅសាលាស្រុកអញ្ចឹងញ៉ាំម៉ែទៅសាលាស្រុកដល់ពេលនោះនឹងបានដឹងជាមិនខានឡើយកុំអីណាកូនម៉ែដឹងខុសហើយម៉ែនឹងសងការខូចខាតគ្រប់បែបយ៉ាងឲ្យកូនវិញសូមត្រឹមតែកូនកុំធ្វើបែបនេះអីពោះពេលបាត់ហើយខ្ញុំតែងតែគិតថាអ្នកគឺជាម៉ែធម៌របស់ខ្ញុំដូច្នេះអ្នកធ្វើទង្វើថោកទាបបែបនេះចំពោះគ្រួសាររបស់ខ្ញុំក៏មិនអាចលើកលែងឲ្យអ្នកបានអ្នកទៅសាលាស្រុកតាមខ្ញុំនៅពេលនេះដើម្បីដោះស្រាយបញ្ហានៅពេលនេះទៅអត់ទេណាកូនអត់ទេណាកូនលោកសេដ្ឋីនេះក៏ត្រូវបានវាសនាប្តឹងទៅសាលាស្រុកឲ្យចាប់ខ្លួនដើម្បីទាមទាររកយុត្តិធម៌ឲ្យខ្លួនហើយម្ដាយធម៌របស់លោកសេដ្ឋីវាសនាក៏បានបង់ប្រាក់រាល់ការខូចខាតគ្រប់បែបយ៉ាងឲ្យទៅលោកសេដ្ឋីវាសនាហើយមួយរយៈពេលក្រោយមកលោកសេដ្ឋីនេះក៏បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់